ថ្ងៃនេះខ្ញុំវល់មកបាទសារជាថ្មីទៀតហើយគឺខ្ញុំមកបកស្រាយនិយាយពីបាទចលនាតែតាក់ទងដែលធ្វើឲ្យម៉ូតូបាទចូលលេខដេមិនឆេះហើយចាប់អំពីយ៉ាបានធ្វើឲ្យម៉ូតូនឹងដេឆេះបានតើវាមានមូលហេតុអ្វីខ្លះនៅក្នុងហ្នឹងណាអញ្ចឹងបងប្អូនតាមដានអស់គ្នាទៅបាទបងប្អូននឹងបាននៅចំណេះដឹងហើយតាក់ទងនៅនឹងផងដែរគឺមានបងប្អូនជាសំណូមពរមកជាច្រើនអ្នកដែរដើម្បីឲ្យខ្ញុំធ្វើវាណាអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនថាបើសិនជាបងប្អូនតាមដានคลิปវីដេអូតាំងពីដើមរហូតដល់ចប់ពីវគ្គ1រហូតដល់វគ្គទី2ទី3ទី4ទី5អញ្ចឹងទៅបាទសម្រាប់តាក់ទងជាមួយនឹងម៉ូតូ Yamaha Exciter នេះបាទគឺបងប្អូននឹងយល់ពីវាច្រើនហើយនឹងមានភាពកក់ក្ដៅជាមួយនឹងរាល់ការជួសជុលរបស់បងប្អូនណាចឹងនេះជាគោលបំណងមួយដែលធ្វើឲ្យខ្ញុំចង់ចែកម្លែកដើម្បីឲ្យបងប្អូនបាទបាននៅគេថាចំណេះយកទៅដោះស្រាយជីវភាពគ្រួសារយើងរៀងខ្លួនបាទហ្នឹងហើយចឹងយើងវិលមកវិញមកបាទហើយវាងាយទេបើបានមើលនឹងសង្ឃឹមថាបងប្អូននឹងយល់បាទគឺដុំនេះឯងបាទគឺជាដុំដែលតាក់ទងជាមួយនឹងធ្វើឲ្យម៉ូតូបាទចាប់អំពីយ៉ាដេឆេះហើយចូលលេខម៉ូតូនឹងរលត់បើយើងមិនចាប់អំពីយ៉ាដេមិនឆេះទេហ្នឹងហើយតោះអញ្ចឹងយើងមកមើលបងប្អូនគ្នាទៅបាទខ្សែវាទាំងអស់វាមាន4ខ្សែណាប៉ុន្តែ4ខ្សែមែនក៏ប៉ុន្តែវាមានកន្លែងរុនរបស់វានេះគឺវាមានតែ2ទេបាទគឺគាត់ថាមានចូលមានចេញមានចូលមានចេញអញ្ចឹងរាល់ខ្សែ2បងប្អូនចាំទុកថារាល់ខ្សែ2គឺវាមានចូលនិងមានចេញហើយបើវាជាប់គ្នាអញ្ចឹងណាហ្នឹងហើយខ្ញុំបញ្យល់នេះគឺខ្ញុំបញ្យល់ទាំងការចាក់អនុវត្តផ្ទាល់ឲ្យបងប្អូនមើលហើយទាំងទ្រឹស្ដីតែម្ដងណាពីព្រោះទ្រឹស្ដីនិងអនុវត្តគឺយើងគូតែមានជាមួយគ្នាបានធ្វើឲ្យយើងមានការងាយស្រួលក្នុងការយល់ឆាប់យល់ណាអញ្ចឹងយើងមើលមកបាទគឺកលេចមកខ្សែ2នេះបាទគឺមានពណ៌ផ្ទៃមេឃបាទផ្ទៃមេឃមាន2គឺមានចូលណាចូលមួយចេញមួយអញ្ចឹងចូលមកពីណាបាទគឺមកពីនេះចំណុចនេះចំណុចខ្សែពណ៌ផ្ទៃមេឃនេះដូចគ្នាមកពីគេហៅថាម៉ាស់កូនជ្រូកបាទអញ្ចឹងបងប្អូនយើងពីមុនមកធ្លាប់រៀនប្រព័ន្ធអសង្ខបងប្អូនធ្លាប់ដឹងហើយអញ្ចឹងយើងយកមកពីបាទស្ពាន់កូនជ្រូកបាទប៉ះគ្នាមកបានវាភ្ជាប់ម៉ាស់ទូទៅឲ្យកូនជ្រូកមកឲ្យខ្សែតាមរយៈខ្សែពណ៌ផ្កាឈូកដែលផ្ទៃមេឃនេះអញ្ចឹងពេលដែលវាចូលមកក្នុងយ៉ូតនេះហើយបាទអញ្ចឹងយើងនិយាយថាយ៉ូតចឹងណាបងប្អូនអានេះណាបាទបើរលាយើងនិយាយរលាផ្សេងតែនេះគឺដុំយ៉ូតណាហ្នឹងហើយអញ្ចឹងវាចូលមកបាទគឺវាចូលមកមួយហើយបានវាចេញទៅវិញគេវាចេញទៅវិញអញ្ចឹងខ្សែមួយដែលចេញទៅវិញហ្នឹងគឺកន្លែងចំណុចនៅចំចំណុចគេថាភ្លើងអិនណាបាទនេះគឺអក្សរអិននេះគឺជាម៉ាស់ហ្នឹងឯងម៉ាស់ចូលតែមានភ្លើងចាំមួយធ្វើឲ្យភ្លឺគេបាទអានេះយើងនិយាយអំពីចលនាមិនទាន់ចូលលេខបាទមិនទាន់ចូលលេខម៉ាស់គឺវាមានចាំមើលណាខ្ញុំចាក់ម៉ាស់ហ្នឹងម៉ាស់គឺយើងចាក់ខ្សែខាងខ្មៅនេះមកឬហើយបាទគឺយើងមកចាក់នៅខាងបូកកាលណាអានេះវាមានម៉ាស់វានឹងចេញ12វ៉ុលណាគេគឺមាន12វ៉ុលឃើញទេបាទអញ្ចឹងយើងមកមើលខាងនេះមួយទៀតនៅពេលដែលយើងអត់ទាន់ចូលលេខហ្នឹងគឺវាមានម៉ាស់ចម្លងមកឲ្យខាងនេះមកខាងទៀតចាំមើលណាគេបានធ្វើដេបានគេវាមានបើមានម៉ាស់វាចេញ12វ៉ុលដូចគ្នាអញ្ចឹងពេលដែលម៉ាស់អិនចូលមកម៉ាស់កូនជ្រូកចូលមកវាមានឡើងទៅមួយហើយវាមានម៉ាស់មួយទៀតមកម៉ាស់ខាងនេះណាវាចម្លងតាមរយៈយ៉ូតហ្នឹងមកឲ្យខាងនេះដល់ពេលវាចម្លងមកឲ្យខាងនេះខ្សែហ្នឹងគឺវាបាទចូលមកចែកចាយឲ្យកងតាក់ដេនឹងតែម្ដងឃើញទេកងតាក់ដេនឹងតែម្ដងអញ្ចឹងគឺវាមានម៉ាស់ស្រេចបាទវាមានម៉ាស់ស្រេចដើម្បីដេមិនបាច់ចាប់អំព្រិយាទេឃើញទេវាមានម៉ាស់ហើយអញ្ចឹងនៅពេលដែលអត់ទាន់ចូលលេខគឺមានម៉ាស់ទាំងអស់បាទមានទាំងអស់ណាហ្នឹងហើយអញ្ចឹងយើងចូលលេខវិញតើមានម៉ាស់អត់អញ្ចឹងយើងចាំមើលទាំងអស់គ្នាណានៅពេលដែលយើងចូលលេខកុំទាន់យើងចាក់សិនបាទចាំក្រុមការងាររបស់យើងគឺយើងចុចចូលលេខណាតោះអញ្ចឹងយើងដាក់ចេះមកឥឡូវនេះកំពុងតែមានម៉ាស់បានមានភ្លើងណាតោះអញ្ចឹងយើងចុចមើលបាទចុចលឿនតិចមកបាទលឿនតិចមកចូលលេខឲ្យលឿនតិចមកបាទគឺបាត់ម៉ាស់ហើយកាលណាបាត់ម៉ាស់មាននៅពេលដែលភ្លើងអិនហ្នឹងក៏បាត់ហើយសម្រាប់ម៉ាស់ដែលជាប់ជាមួយដែលខ្ញុំកំពុងតែដោតនេះម៉ាស់ម្ខាងនេះក៏មិនមានភ្លើងដែលធ្វើឲ្យភ្លឺព្រោះយើងចាប់ខាងបូកនេះមកក៏វាអត់មានម៉ាស់ដើម្បីបំភ្លឺទៅលើអូបាតយើងទេឃើញទេអញ្ចឹងបាត់អញ្ចឹងកាលណាបាត់អិនក៏បាត់អញ្ចឹងបើបាត់យើងដេកឆេះទេបាទ
cứ dưỡng đế mình chạy thì cái đấy ông có cái đế mình chạy thì tại sao mình miền má châu lấy châu cái này công tạ đế thì ở miền má châu công tạ đế có mình miền má phải chui mặc áo rô lia đế đại vì rô lia đế ní cứ miền phơi chăm sạch chắc vì rong chăm té mà búp việc chuột nét làm bay ơi mà tôi đề bài đấy ok chắc nhưng mà to tạm đàn và to tiết chắc vì miền nó pê nà vì miền nó pê nà bà này ọt lâu ọt má bà ở miền má thế hai nó pê để chơi lấy nó khả năng có ọt tân miến mà đã thế ọt mà thằng pì chắc má miền nó pê nà nỉ bằng bồn mà mơ khả năng với dương chập nó khoảng một tình máu và tù sắp đào một tình máu làm bay ở bằng bồn dương khơi tất quát con vô ban cho bà chiang đại dương còn té nị dây nè dương ăn ở quạt tuấn khơi như rụp riêng việc tuấn kia tha lư kia tha một rồi đón mình vào ban khơi một đón bà khơi một đón mình vào ban dưỡng bà tiệm một đón thế bà chắc dương một cái lệnh mưa cái lệnh cầm đất sai pi ní bà chắc sai pi ní mua hai được trong đọ rạch vì việc từng phí để xa té và cái lệnh cầm đất ní cứ đồ om giá cái nào đồ om giá sai pi ní cứ biết mình bạc ní để xa té mình bên kia là bò xin bò bia chắc biết smart năng cục nè chắc u thôi là dương mà chạm mờ sai pi ní ta mùi na miền má mùi na ọt miền má chắc saiสำหรับsaiบัวขมาวนี่ชบ้านนะคือประกอบจีเมียนมาdương mà càn này ở tình máu chắc dương chạm cho mùi nồng lớn này cho mới đấy bà lớn khởi nó cũng bằng miền má ấy chắc má nó cứ chia má tu nó cứ nó chăm nó trong trong đấy Ombria thế chập nó lại Ombria và tại mà khang thế này cứ mình toàn miền thế bà mình toàn miền thế chắc cái anh sai nó cứ chụp sai bùa khiếu nốt không màu chắc sai bùa khiếu nước máu toàn á nè sai khiếu nước máu cứ nè cứ nó trong trong đấy đi chắc cái to nó cứ cái to đầm bay rong chầm bà rong chấm nó pé đá dương chập Ombria chắc u thôi là trong đọt chỗ bà trong đọt chỗ cho nó bên trong đọt chỗ đấy dương chập Ombria mà bà cứ viên trong lón bà mang mò mà khang tiền đi tam sai để dạ búa khiếu nốt màu hay dương mơ mấp lưới bà chẳng lưới đi tại sao tại vì miền má nó rồi nhom chập bộ nó không muốn nè thế rồi vì miền má trâu đấy chẳng trâu nó trâu mồi ná nè cứ trâu mà nè chắc nó phải để trâu mà nâng mạc lại trong trong nói nít cư nâng miền này cho mới đó về nhom chập dương mơ nuôi máu khơi miền mán đó thì vào rồi nhé chắc mà miền bây giờ nó phải để chập ông bây giờ nít có phong là chập ông bây giờ đó và chắc cái nào vì miền mà nó cứ mình ai chồng lon mà oi khả này mình bán thế màនេះគឺអាចចម្លងមកអានេះបានប៉ុន្តែម៉ាស់ខាងនេះនៅពេលដែលមានវិញមិនអាចចម្លងមកអានេះបានទេមូលហេតុអីមូលហេតុគឺគេមិនចង់ឲ្យចម្លងមកឲ្យម៉ាស់ខាងនេះហ្នឹងគឺដោយសារកាលណាយើងចម្លងគឺម៉ាស់អិននឹងភ្លឺបើម៉ាស់អិនភ្លឺអាហ្នឹងគេមិនហៅថាចូលលេខឲ្យបាត់ទេព្រោះយើងអត់ដឹងថាពេលដែលយើងម៉ាស់អិនហើយយើងចូលលេខបាត់លេខ1បាត់ម៉ាស់អិនយើងមិនដឹងថាចូលលេខ1លេខ2លេខ3លេខ4ទេអញ្ចឹងណាព្រោះយើងจะចូលលេខ1គឺវាលោតលេខ1លេខ2លេខ3លេខ4នៅលើតាប់ឡូហើយព្រោះអានេះវាមានណាវាមានលោតលេខណាបាទជាលេខណាអូខេតែអញ្ចឹងយើងមកមើលបន្តទៀតណាអញ្ចឹងកាលណាយើងចាប់អង្គបិយាម៉ាស់ពីអង្គបិយាម៉ាស់ទូចូលមកហើយបាទអញ្ចឹងយើងមកមើលម៉ាស់ខាងនេះវិញតើវាចម្លងចាយឲ្យអាណាព្រោះខ្សែជាប់គ្នាបែបនេះគឺវាចម្លងតាមខ្សែរយៈពណ៌ក្រហមឆ្នូតខ្មៅបាទឡើងមកបាទចូលមកនេះក្រហមដូចខ្មៅនេះគឺជាម៉ាស់បាទម៉ាស់ហេអញ្ចឹងខ្ញុំចាប់អានេះមកចាំមើលភ្លើងបាទគឺវាលោតហេបាទអញ្ចឹងម៉ាស់ចូលអញ្ចឹងម៉ាស់នេះវារងចាំនៅកន្លែងកងតាក់កាលណាយើងចាំកន្លែងកងតាក់មានហើយគឺយើងចាប់ដើមចុចដេមកវានឹងចម្លងមកឲ្យខ្សែពណ៌ខៀវឆ្នូតសនេះខៀវឆ្នូតសនេះគឺជាម៉ាស់ណាបាទយើងចាប់មកបាទគឺវាមានម៉ាស់អញ្ចឹងឧទាហរណ៍ថាយើងចាក់នៅពេលនេះនៅពេលអត់ទាន់ចុចតើវាមានទេនោះមើលអត់ទាន់មានទេអញ្ចឹងកាលណាអត់ទាន់មានវាអត់ទាន់ដេទេអញ្ចឹងយើងចាំមើលទាំងអស់នេះពេលយើងចុចតើមានម៉ាស់មកអត់ឃើញលើ12ហ៎បាទអញ្ចឹងលើ12វាមានន័យថាវាមានម៉ាស់នៅពេលយើងចុចគឺមានម៉ាស់អូខេអញ្ចឹងម៉ូតូនឹងឆេះបានធម្មតាដោយសារតែមានម៉ាស់រត់ចូលក្នុងរលាហ្នឹងហើយខ្ញុំជឿថាបងប្អូនប្រកាសជាមើលហើយនឹងបាទច្បាស់ហើយបាទពួកខ្ញុំបកស្រាយនេះបាទវារៀងញាប់បន្តិចក៏ប៉ុន្តែបងប្អូនមិនយល់បងប្អូនអាចសិក្សាបាទបន្តទៀតបន្តិចទៅបាទបន្ថែមខ្លួនឯងប្រកាសជាច្បាស់100%ហើយបាទណាអរគុណច្រើន